គ្រប់ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ឧត្តមបាទវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹងខ្ញុំបាទហើយក៏សូមស្វាគមន៍នៅអេពីសូតថ្មីថ្ងៃនេះខ្ញុំលើកយកសាច់រឿងមួយដែលរឿងនេះគឺអឺអាចនិយាយបានថាកុំឲ្យជឿងប់ងល់ពេកអញ្ចឹងណាយើងជឿដោយប្រើបញ្ញាប្រើសតិប្រើអារម្មណ៍អញ្ចឹងណាយើងកុំជឿងប់ងល់ពេកអញ្ចឹងយើងនិយាយរឿងនេះគឺប្រធានបទថ្ងៃនេះគឺយើងនិយាយអំពីគ្រូស្នេហ៍តែក៏សុំទោសដល់គ្រូគេដែលល្អដែលនេះនិយាយនេះគឺការចែកម្លែកពីបងប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាស្រីនាថគាត់មានអាយុ22ឆ្នាំគាត់បានចែកម្លែកសាច់រឿងមករឿងរបស់គាត់ផ្ទាល់តែម្ដងហើយគាត់ក៏បញ្ចេញឈ្មោះអញ្ចឹងណាហើយគាត់ហ្នឹងគឺនិយាយអំពីគ្រូម្នាក់ដែលគ្រូខលខូចអញ្ចឹងណាចង់បានខ្លួនប្រាណរបស់គាត់អញ្ចឹងដោយសារតែគាត់មានសតិហើយគឺគាត់បានជឿកាលហ្នឹងគឺគាត់បាក់ទឹកចិត្តគឺគាត់ជឿស្រុបតែម្ដងជឿស្រុបទៅគ្រូឲ្យប្រកបធ្វើនេះធ្វើនោះដាក់តំណឹងតិចតួចប៉ុន្តែធ្វើនេះឲ្យផ្លាស់ជំរាបបំពាក់មួយទឹកមួយអីចឹងណាហើយនេះក៏ជាសារដាស់តឿនទៅដល់បងនារីឬមួយក៏ក្មេងៗអាយុ21 22ដូចគាត់ចឹងណាកុំឲ្យជឿងប់ងល់ហើយថាបើគ្រូឲ្យធ្វើអីផ្សេងធ្វើតាមគ្រូចឹងណាគ្រូគេល្អតែបើឲ្យតាក់ទងនឹងគេខ្មាស់របស់យើងកុំធ្វើណាហ្នឹងហើយនេះក៏ខ្ញុំបាទនេះក៏និយាយទៅក៏សុំទោសដែរដល់គ្រូគេល្អខ្ញុំនិយាយនេះគឺតាមតែបងអូនចែកម្លែកសាច់រឿងមកទេអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយសម្រាប់ជាមួយនឹង admin បាទមុននឹងចូលទៅដល់សាច់រឿងគាត់ក៏បាននិយាយរៀបរាប់ពីជីវប្រវត្តិរបស់គាត់ដែរដែលសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាស្រីនាថគឺគាត់ឆ្នាំនេះគឺគាត់អាយុ22ឆ្នាំហើយអញ្ចឹងការរឿងរ៉ាវកើតឡើងចំពោះគាត់ហ្នឹងគឺអំឡុងឆ្នាំ2023 24អាពេលហ្នឹងគឺគាត់បាក់ទឹកចិត្តខ្លាំងមែនតើអញ្ចឹងការងាររបស់គាត់ក៏ជួបប្រទះការរកស៊ីរបស់គាត់ក៏មិនសមប្រកបអញ្ចឹងគឺគាត់អាចនិយាយថាគាត់ពិបាករស់នៅអញ្ចឹងហើយគាត់ហ្នឹងក៏ឃើញគ្រួសារគេមានភាពលេចធ្លោមានរបស់របរប្រើប្រាស់ល្អហើយដល់ពេលគាត់ហ្នឹងរបៀបថាចង់បានដូចគេគាត់ក៏សួរនាំគេថាបងរកស៊ីអីធ្វើអីគេអ្នកនោះគេអ្នករកស៊ីគេតែប្រាប់ហ្នឹងខ្ញុំមានអាសនៈចេះឲ្យគ្រូរៀបចេះចុះបានខ្ញុំរកស៊ីចាក់កបអញ្ចឹងណាហ្នឹងហើយគាត់ពេលហ្នឹងគឺក៏អាចនិយាយថាគាត់នៅក្មេងខ្ចីការគិតរបស់គាត់ក៏នៅខ្ចីដែរគឺគាត់មិនអាចគិតបានទៅឆ្ងាយទេហ្នឹងហើយពេលអំឡុងឆ្នាំ2023គឺគាត់បានចូលធ្វើការហ្នឹងហើយចូលធ្វើការនៅក្រុមហ៊ុនមួយកន្លែងហើយក្រុមហ៊ុនរបស់គាត់ពេលដែលគាត់ចូលធ្វើការដំបូងគឺគាត់ជួបរឿងរ៉ាវគាត់កាន់ខាងស្តុកអាវ៉ាន់របស់គេអញ្ចឹងណាហើយអាវ៉ាន់របស់គេចេះតែបាត់រហូតហ្នឹងហើយចេះតែបាត់រហូតត្រង់ចំណុចហ្នឹងក៏អាចនិយាយថាគាត់មិនច្បាស់លាស់ខាងការងារគាត់ថាបានដែរហើយពេលហ្នឹងគឺគាត់ចូលធ្វើការគឺគាត់ជួបតែរឿងរហូតគាត់ធ្វើការនៅក្រុមហ៊ុនហ្នឹងរយៈពេល1ខែ2ខែគាត់ក៏បានជួបគាត់ជិះម៉ូតូទៅប៉ះឡានគេហ្នឹងហើយសង្សាររបស់គាត់ឆ្លាញ់គ្នារាប់ឆ្នាំមកសុំគាត់បែកអីចឹងណាហើយលុយក៏មិនសូវរកបានកាក់ផប់ដូចមុនហ្នឹងហើយគាត់ហ្នឹងក៏ខាងគ្រួសារហ្នឹងក៏តែមានបញ្ហារហូតអីចឹងទៅអញ្ចឹងគឺគាត់ចង់ដឹងពីថ្ងៃអនាគតរបស់គាត់ទៅមុខទៀតអញ្ចឹងណាអញ្ចឹងគឺគាត់ហ្នឹងនិយាយរបៀបថាគាត់ល្អូតែឯងអញ្ចឹងណាហើយគាត់ហ្នឹងក៏ចង់ដឹងពីជោគវាសនារបស់គាត់ដែរអញ្ចឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ណែនាំថាណែខ្ញុំស្គាល់គ្រូម្នាក់ដែលគេប្រកែល្បីខាងលើករិស័យខាងអីចឹងណាដល់ពេលអញ្ចឹងស្រីនាថហ្នឹងគាត់ជឿតាមមិត្តភ័ក្តិហើយគាត់ក៏ចង់ដឹងពីជោគជតាឬមួយក៏ថ្ងៃអនាគតហ្នឹងតើគាត់ទៅជាយ៉ាងម៉េចអញ្ចឹងទៅអូខេបន្តមកទៀតក្រោយឡើងមកទៀតហ្នឹងគាត់ហ្នឹងក៏បានទៅតាមមិត្តភ័ក្តិរបស់គាត់ណែនាំទៅជួបគ្រូស្នេហ៍ម្នាក់ហើយគាត់ហ្នឹងក៏បានបង្ហើបទៀតថាគ្រូហ្នឹងគាត់បង្ហើបឈ្មោះគ្រូហ្នឹងគឺឈ្មោះគ្រូពៅ
ដែលជាគ្រូលោកឈ្មោះល្បីល្បាញខាងភ្លើងងងឹតពេលដែលទៅដល់ផ្ទះគ្រូនឹងភ្លាមបងស្រីថាឡើងទៅដល់គឺដល់ផ្ទះនឹងភ្លាមគាត់ថាតន់ចូលដល់ផ្ទះស្រួលបួផងសាប់ទៅផ្សែងធុកនឹងគឺស្អុយហុយនិយាយទៅធំក្លិនផ្សែងធុកឡងហួងrồiបើសិនជាអ្នកពលវិញគឺពលត្រឡប់បងប្អូនគាត់ថាក្រោយឡើងមកទៀតពី3នាទីទៀតគ្រូនឹងក៏បានចុះមកពីលើផ្ទះហើយគាត់នឹងក៏បានសម្លឹងមកកាន់ប្អូនស្រីនេះហ្នឹងគ្រូហ្នឹងសម្លឹងហើយសម្លឹងភ្នែករៀបសម្លឹងថ្លែសម្លឹងមកកាន់គាត់ហើយញញឹមទាំងពុកព្រាយហើយចម្លែកទៀតហើយគ្រូហ្នឹងក៏គ្រូហ្នឹងក៏និយាយថារិស័យអូនឯងនេះទៀបខ្លាំងណាស់គ្រូនឹងបាននិយាយអញ្ចឹងគ្រូពៅហ្នឹងណាអូនស្រីនេះហ្នឹងគាត់ឮថារិស័យរបស់គាត់ទៀបអញ្ចឹងគាត់ក៏បានសួរគ្រូនឹងទៀតថាតើខ្ញុំធ្វើមិនទៅបើរិស័យខ្ញុំទៀបយ៉ាងហ្នឹងហើយគ្រូនឹងក៏ថាបើចង់បានស្នេហ៍រិស័យឡើងវិញតតែងួយទឹកហើយដល់ទៅគាត់ពេលហ្នឹងគាត់ឮថាចង់បានរិស័យឡើងវិញហើយនឹងរស់ស៊ីឲ្យកាកោបដូចមុនគឺគាត់ព្រមអញ្ចឹងគាត់ព្រមហើយគ្រូនឹងក៏មានលក្ខខណ្ឌរបស់គេគេថាឲ្យត្រូវស្រោចទឹកនៅក្នុងពេលយប់នេះអញ្ចឹងអាចស្រោចឥឡូវបានទេតតែយប់អញ្ចឹងស្រោចទាំងយប់ហ្នឹងគឺស្រោចត្រូវក្នុងបន្ទប់គេធ្វើវិធីគេមានអប្សនៈមានអីចឹងទៅបាទហ្នឹងតាមបងស្រីរៀបរាប់មកតារៀបមួយទឹកនៅក្នុងបន្ទប់ងងឹតហើយគឺអត់ឲ្យមានសម្លៀកបំពាក់ទេមានសម្លៀកបំពាក់តែកណាត់សតែមួយផ្ទាំងនេះជាប់នឹងខ្លួនអញ្ចឹងមួយទឹកហ្នឹងគឺទៅតែពីអ្នកគ្រូទេអាពេលហ្នឹងទៅតែពីអ្នកគ្រូទេហើយបងស្រីហ្នឹងក៏បានសួរទៀតថាចុះហេតុអីចាំបាច់ដោះខោអាវលេងអស់ដោះខោអាវអស់អញ្ចឹងហេតុអីគ្រូហ្នឹងក៏បានប្រាប់ថាបើមិនធ្វើអញ្ចឹងទេផ្លាស់ខោអាវទេគឺរិស័យឬមួយក៏ទឹកមុនហ្នឹងគឺវាអត់ជ្រាបជ្រួសសាច់ទេហ្នឹងក៏ហ្នឹងតាមបងស្រីនិយាយមកបាទបងស្រីក៏ពេលហ្នឹងគឺដោយសារតែគាត់ភាពល្ងឹតល្ងងរបស់គាត់អញ្ចឹងណាដោយសារតែគាត់ខ្វះអាចនិយាយបានថាគឺគាត់ការកាត់របស់គាត់ក៏នៅខ្ចីគាត់ក៏នៅក្មេងអាពេលហ្នឹងគឺគាត់មានអាយុប្រហែលទៅដល់20ចុះវាការម្លងហ្នឹងរឿងហ្នឹងកើតម្លងនៅឆ្នាំ2023 24ឥឡូវហ្នឹងគាត់តែអាយុ22ហ្នឹងអញ្ចឹងការកាត់របស់គាត់គឺនៅខ្ចីអញ្ចឹងណាអញ្ចឹងដល់ពេលកំណត់បងអូននេះហ្នឹងក៏បានផ្លាស់សម្លៀកបំពាក់ក៏ចូលទៅក្នុងបន្ទប់គេដែលគេធ្វើពិធីហ្នឹងហើយគ្រូហ្នឹងក៏បានអុជទៀនសហើយអាកន្លែងមុននឹងចូលហ្នឹងគឺបងអូនស្រីក៏ថាកន្លែងមុខអប្សនៈរបស់គ្រូពៅហ្នឹងណាគឺមើលទៅគួរឲ្យខ្លាចដល់ពេលទៅចូលទៅក្នុងបន្ទប់គេហ្នឹងហើយគ្រូពៅហ្នឹងគាត់ក៏បានសូត្រមន្តអាគមងឹមអញ្ចឹងណាសូត្រងឹមទៅសូត្រដល់ពេលហ្នឹងបងអូនស្រីក៏ថាអាពេលហ្នឹងធំក្លិនផ្សែងធុកជឺចង់ស្លាប់ហើយធំហើយនឹងដល់ពេលគ្រូពៅនឹងសូត្រគាត់ថាដូចសំឡំមកយើងងុយដេកចឹងណាហើយក៏ដល់ពេលសូត្រងឹមចឹងចាប់ដើមស្រោចទឹកស្រោចយូរទៅអែលស្មាគាត់អែលស្មាប្អូនស្រីទៅស្រាប់តែមកប៉ះខ្លួនប្រាណរបស់ប្អូនស្រីហើយដល់ពេលចាប់ដើមដៃកម្មសកម្មភាពដែលលូកស្ទាបអែលហ្នឹងធ្វើឲ្យប្អូនស្រីហ្នឹងគឺចង់លងលោចចឹងណាហើយគ្រូហ្នឹងក៏បានប្រាប់ថាឥឡូវប្អូនដេកទៅប្អូនដេកនៅហ្នឹងទៅឥឡូវពេលឮថាឲ្យដេកចឹងណាហើយធម្មតាគាត់ថាអត់សិនលេបំពាក់ឲ្យគេឲ្យដេកចឹងគឺគាត់ចាប់ដើមសង្ស័យមិនទៅក្នុងចិត្តហើយអាពេលដេកហ្នឹងគឺគាត់នៅដឹងខ្លួនទេហើយគាត់ក៏បានឃើញគ្រូបើហ្នឹងញញឹមព្រាយញញឹមអញ្ចឹងណាគាត់ស្រាប់តែគាត់ហ្នឹងកំពុងតែគាត់ក៏បានសូត្រអីទៀតគាត់ថាផ្លុំស្រាប់តែគ្រូហ្នឹងគឺចង់និយាយថាដោះសម្លៀកបំពាក់គាត់អញ្ចឹងណាហ្នឹងហើយបងអូនស្រីនេះគាត់សួរថាគ្រូធ្វើអីគឺគ្រូបញ្ចុះស្នេហ៍ឲ្យបញ្ចុះមិនគឺគេគ្រូគាត់អូនស្រីនិយាយថាគឺបញ្ចុះស្នេហ៍យកទឹកកាមហ្នឹងមិនមែនទឹកកាមរបស់គ្រូទឹកកាមមនុស្សស្រីអញ្ចឹងគឺគាត់ទៅប្រើយកទឹកកាមហ្នឹងយកទៅធ្វើស្នេហ៍ធ្វើអញ្ចឹងដើម្បីឲ្យស័ក្តិសិទ្ធហ្នឹងដើម្បីឲ្យមានការរស់ស៊ីឡើងវិញឲ្យមានរិស័យឡើងអញ្ចឹងគាត់ប្រុងយក
អានោះគាត់មកអញនិយាយឲ្យគាត់ស្ដាប់ចង់រួមមេត្រីជាមួយនឹងប្អូនស្រីនាតដល់ពេលប្អូនស្រីនាតគាត់ឮថាចង់រួមមេត្រីគឺប្អូនស្រីគាត់ថាគាត់អត់ធ្វើទេហើយចង់រួមមេត្រីមិនបើគ្រាន់តែស្រោចទឹកតាហើយបើឲ្យខ្ញុំធ្វើអញ្ចឹងគឺខ្ញុំអត់ធ្វើទេដល់ពេលនេះគ្រូនឹងគាត់បានលងលោមទៀតថាឃើញអូនឯងត្រូវស្ដាប់លោកគ្រូសិនណាគេធ្វើអញ្ចឹងគ្រប់គ្នាឥឡូវគេកាត់ជំទាវកាត់អីអស់ហើយដោយសារតែគ្រូនឹងបានបញ្ចូលមុនស្នេហ៍អញ្ចឹងណាបញ្ចូលមុនស្នេហ៍តាមការរួមមេត្រីដល់ពេលអញ្ចឹងទៅគេក៏កាត់ជាសទ្ធិកាត់ជាជំទាវអស់ហើយប្អូនស្រីនឹងកាលហ្នឹងគឺគាត់ប៊ីដែរប៉ុន្តែពេលហ្នឹងគឺគាត់ដូចថាមានគេដាស់អារម្មណ៍ឲ្យគាត់ឲ្យដឹងខ្លួនឡើងវិញអញ្ចឹងណាពេលហ្នឹងគឺគាត់ដឹងខ្លួនឡើងវិញហើយគាត់ក៏បានស្ទុះស្ទាចេញពីបន្ទប់គ្រូទាំងយប់តែម្ដងគឺគាត់អត់ធ្វើទេហើយអាតនិបដែលគាត់ដាក់គ្រូតាំងពីថ្ងៃនេះគឺគាត់យកវិញដែរហើយគ្រូហ្នឹងគាត់ថាគាត់ក៏បានហៅគាត់ប្លុកទៅវិញដែរថាគាត់អត់ទៅទេព្រោះអីគាត់ខ្លាចគ្រូហ្នឹងចាប់រំលោភគាត់អញ្ចឹងដល់ពេលគាត់រត់មកនិយាយទៅគឺគាត់នឹកឃើញហួសចិត្តចេញពីផ្ទះគ្រូមកគាត់ស្លៀកពាក់រួចគាត់រត់ចេញមកគាត់ចេញពីផ្ទះគ្រូនឹងទាំងយប់ហើយគាត់យំផងគាត់នេះផងអញ្ចឹងគឺគាត់មិនថាមិនគួរណាទៅផ្លាស់ខោអាវនៅមុខមនុស្សប្រុសដែលគាត់មិនស្គាល់និយាយថាដូចបង្ហាញគេខ្មាស់តែឲ្យគ្រូនឹងឃើញអស់លីងអញ្ចឹងគឺគាត់ប៊ីសតែនឹងអស់ព្រមចារីនឹងខ្លួនប្រាណនៅលើគ្រូបើនឹងអញ្ចឹងវីដេអូរឿងនេះគឺខ្លីមែនតើហើយគាត់ក៏បានផ្ដាំដែរថាបើយើងជឿគ្រូជឿដោយការពិចារណារឿងរស់ស៊ីរអីធ្លាក់អ្នកណាក៏ជួបប្រទះដែរប៉ុន្តែបើយើងនិយាយតាមធម៌ព្រះពុទ្ធគឺយើងមានកម្មមនុស្សយើងម្នាក់តែងតែមានកម្មមានវេរាអញ្ចឹងណាហើយអូនស្រីបានផ្ដាំទៀតថាតែបើគ្រូស្រីដូចគ្នាមិនសូវជាអីណាប៉ុន្តែតំណឹបគេថ្លៃណាគ្រូស្រីតែបើគ្រូប្រុសគឺយើងប្រយ័ត្នតិចចំពោះដែរនារីបងនារីណាដែលបាក់ទឹកចិត្តឲ្យគ្រូឲ្យធ្វើនេះធ្វើនោះអត់ឲ្យមិនពាក់ព័ន្ធនឹងគេខ្មាស់របស់យើងធ្វើទៅហើយយើងជឿលើដោយបញ្ញាហើយការខិតខំប្រឹងរបស់យើងនឹងមិនមែនស្ថិតនៅលើមាត់អ្នកដទៃទេអញ្ចឹងយើងគួរតែជឿជាក់លើខ្លួនឯងទោះបីយើងរស់ស៊ីខាតមិនក៏ដោយយើងត្រូវតែពិចារណាគិតមើលគឺយើងអត់អាចទៅពឹងលើមាត់អ្នកដទៃទេដូចរឿងកំ pl ែងកលេងថាគាត់ពីរនាក់ហ្នឹងជាមរឹកខ្លារាក់ម្នាក់គ្នាគាត់ទៅបានទៅរកគ្រូនិយាយដែរគាត់ថាពីរនាក់ហ្នឹងមានម្នាក់មានសំណាងមិនបាច់ធ្វើអីក៏មានដែរអាហ្នឹងគឺគាត់ពេលខ្លះគាត់ជឿឆោតដែរគាត់ខ្វះចាណាគឺគាត់អត់មានទៅរកត្រីរកអីទេពីមុនគឺគាត់ជាអ្នករកត្រីដល់ពេលឮថាគ្រូទាយឃើញថាម្នាក់មានសំណាងមានអីគឺគ្រូទាយហើយម្នាក់ទៀតហ្នឹងទាយថាក្ររហូតទោះរកយ៉ាងណាក៏គ្មានក៏អត់មានដែរអញ្ចឹងម្នាក់ទៀតហ្នឹងគឺគាត់អត់ទៅរកត្រីដូចមុនទេហើយម្នាក់ទៀតដែលគ្រូទាយថារកស៊ីយ៉ាងណាក៏នៅតែក្រគឺគាត់ខំប្រឹងគាត់ថាគាត់ក្រគាត់ខ្លាចក្រទេគាត់ប្រឹងឲ្យហ៊ានឈប់ឈរទេឥឡូវគាត់រកបានគាត់ប្រឹងរកគឺគាត់មានហើយម្នាក់ដែលថាគ្រូទាយថាមានគឺដូចគាត់ដេកចាំសំណាងរបស់គាត់ដេកមួយឆ្នាំពីរមួយឆ្នាំរហូតមួយឆ្នាំទៅមួយឆ្នាំរហូតដល់គាត់ធ្វើអីឡើងកើតក៏ក្រទៅអញ្ចឹងរឿងនេះគឺអូនស្រីគាត់បានផ្ដាំហើយថាជាសារដាស់តឿនមួយទៅដល់បងនារីកុំជឿអីងប់គល់ពេកអញ្ចឹងជឿដោយការពិចារណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងសាច់រឿងរបស់ admin គឺមានតែប៉ុណ្្នឹងទេហើយបើបានស្ដាប់ហើយសូមកុំភ្លេចជួយចុច like ឬចុច subscribe និងទទួលបាននូវវីដេអូថ្មីៗទៀតពីខ្ញុំបាទ admin ឧត្តមក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ